សួស្តីប្រិយមិត្តទូរទស្សនិកជនសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលនឹងនាំលោកអ្នកទៅស្វែងយល់អំពីសត្វព្រៃដ៏អស្ចារ្យមួយចំនួនដែលកំពុងស្ថិតនៅក្នុងសួនអភិរក្សព្រៃសួនអភិរក្សគឺជាកន្លែងដ៏សំខាន់សម្រាប់ថែរក្សានិងការពារសត្វព្រៃដែលងាយនឹងរងការផុតពូជព្រមទាំងផ្ដល់ឱកាសឲ្យមនុស្សសិក្សាអំពីជីវិតរបស់ពួកវាផងដែរដំបូងយើងស្គាល់សត្វពស់គឺជាសត្វល្មូនវាដែលមានច្រើនប្រភេទនៅជុំវិញពិភពលោកប្រភេទនេះជាពិសេសខណៈប្រភេទខ្លះមិនមានពឹសពស់មាននីតិសំខាន់ក្នុងធម្មជាតិដោយជួយគ្រប់គ្រងចំនួនសត្វគេនិងសត្វតូចធំផ្សេងទៀតទោះបីជាមនុស្សជាច្រើនខ្លាចពស់ក៏ដោយប៉ុន្តែពស់ភាគច្រើនមិនមានជាពឹសឬក៏មិនមែនជាសត្វវាប្រហាមនៅឡើយលុះត្រាតែវាមានអារម្មណ៍ថាត្រូវបានគម្រាមកំហែងទៅវាប្រហាមមនុស្សបន្ទាប់មកយើងមកស្គាល់សត្វតោដែលត្រូវបានគេស្គាល់ថាជាស្ដេចនៃសត្វព្រៃ Lion មានរាងកាយរឹងមាំនិងមានសមត្ថភាពបរបាញ់ពស់សត្វតោរស់នៅជាក្រុមដែលគេហៅថា Pride ដែលមានសហការគ្នាយ៉ាងល្អក្នុងការស្វែងរកចំណីនិងការពារក្រុមរបស់វាបន្ទាប់មកយើងមកស្គាល់សត្វខ្លាឬក៏ហៅថា Tiger ជាសត្វស៊ីសាច់ជាអាហារដែលមានកម្លាំងខ្លាំងនិងមានល្បឿនលឿនសម្បល់ឆ្នោតខ្មៅសឬក៏ខ្មៅក្រហមបាទនៅផ្ទៃលឿងទឹកក្រូចរបស់វាជួយឲ្យវាលាក់ខ្លួនបានយ៉ាងល្អនៅក្នុងព្រៃវាខ្លាជាសត្វដែលរស់នៅឯកោនិងមានជំនាញខ្ពស់ក្នុងការបរបាញ់សត្វដំរីគឺជាសត្វដ៏អស្ចារ្យមួយ Asian Elephant គឺជាសត្វគោកធំជាងគេនៅអាស៊ីវាមានភាពឆ្លាតវៃមានការចងចាំល្អនិងរស់នៅជាក្រុមគ្រួសារដំរីមាននីតិសំខាន់ក្នុងការរក្សាតុល្យភាពអេកូឡូស៊ីដោយជួយផ្សព្វផ្សាយគ្រាប់ពូជធម្មជាតិនិងបង្កើតផ្លូវធម្មជាតិក្នុងព្រៃសត្វទាំងអស់នេះសុទ្ធតែមាននីតិសំខាន់ក្នុងធម្មជាតិទោះជាយ៉ាងណាពួកវាកំពុងប្រឈមមុខនឹងការបាត់បង់ជម្រកធម្មជាតិការបរបាញ់ខុសច្បាប់និងការប្រែប្រួលអាកាសធាតុដូច្នេះសួនអភិរក្សព្រៃមាននីតិយ៉ាងសំខាន់ក្នុងការថែរក្សានិងបន្តពូជសត្វទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយតាមរយៈការទស្សនាសួនអភិរក្សសត្វព្រៃយើងអាចសិក្សាអំពីសត្វព្រៃនិងយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធម្មជាតិការការពារសត្វព្រៃមិនមែនជាការតបកិច្ចរបស់អង្គភាពឬក៏អង្គការអភិរក្សតែមួយប៉ុណ្ណោះទេប៉ុន្តែជាការទទួលខុសត្រូវរួមគ្នារបស់យើងទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះសិនបើលោកអ្នកចូលចិត្តសូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីសត្វព្រៃនិងធនធានធម្មជាតិបន្តទៀតសូមអរគុណ
ស្នេហាដែលគិញពងវាសុទ្ធវាវាប៉ុណ្ណាអូនហ្នឹងសុទ្ធជានឹងតិចអូនតែមួយ